ថ្ងៃនេះគឺខ្ញុំមានកន្លឹះមួយក្នុងការធ្វើវីដេអូយើងឲ្យរៀងមូលនៅក្នុងកម្មវិធី CapCut អញ្ចឹងការធ្វើវីដេអូបែបនេះយើងមើលទៅវាស្អាតមិនថាយើង live stream ឬក៏យើងធ្វើវីដេអូសម្រាប់ reaction អីគឺយើងអាចឲ្យវីដេអូយើងរៀងមូលទៅមើលទៅវាស្អាតវាអត់ឆុងបើសិនជាយើងថតកាមេរ៉ាមកយើងដាក់នៅក្នុងកម្មវិធី CapCut ឬក៏កម្មវិធីកាត់តផ្សេងៗវាឆុងអញ្ចឹងយើងមើលទៅវាអត់ស្អាតអូខេអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំធ្វើនៅលើ Mac មិនថា Mac ឬក៏ Windows ទេគឺវាដូចគ្នាទេបងប្អូនអរគ្នាអូខេឥឡូវខ្ញុំចូលមកកាន់ CapCut ខ្ញុំសិនអូខេឥឡូវខ្ញុំបើកកម្មវិធី CapCut ផងយើងមកយើងទៅកន្លែង new project មួយអញ្ចឹងខ្ញុំទៅយកវីដេអូ2ខ្ញុំយកវីដេអូនេះមួយអូខេអ្នកទាំងអស់គ្នាឥឡូវខ្ញុំយកវីដេអូ2នេះមកអនុវត្តឲ្យអ្នកទាំងអស់គ្នាទស្សនានេះខ្ញុំធ្វើជាវីដេអូ background អូខេបន្ទាប់មកខ្ញុំធ្វើការតម្លាក់វីដេអូដែលខ្ញុំថតចេញពីកាមេរ៉ាសម្រាប់ធ្វើ webcam ហ្នឹងបន្ទាប់មកគឺវាមានតម្រង់បែបនេះយើងធ្វើការទាញវីដេអូយើងឲ្យទូចសិនមកឲ្យយើងទាញឲ្យត្រូវជាមួយទំហំដែលយើងចង់បានអូខេខ្ញុំធ្វើការកាត់ខាងមុខចោលអូខេបន្ទាប់មកខ្ញុំយកប៉ុណ្នេះចឹងខ្ញុំគិតថាប៉ុណ្ណឹងវាធំខ្ញុំយកប៉ុណ្នេះចឹងប៉ុណ្ណឹងយើងអាចមើលទៅវាសមហើយមើលទៅវាស្អាតទៀតចឹងដើម្បីឲ្យធ្វើវីដេអូមូលបែបនេះបានគឺបងប្អូនទាំងអស់នេះចូលមកកន្លែង Mask មកបន្ទាប់មកយើងធ្វើការ add Mask ហើយបន្ទាប់មកទៀតខ្ញុំយកមួយនេះ Mask មួយនេះអូខេបន្ទាប់មកយើងធ្វើការទាញ Mask ហ្នឹងឲ្យស្មើជាមួយនឹងវីដេអូ webcam ផងយើងមកចឹងយើងដាក់កុំឲ្យវាចេញបងប្អូនហើយយើងអាចដាក់ឲ្យវាចូលបន្តិចមកយើងអាចទាញ4ជ្រុងហ្នឹងយើងអាចទាញចុះទាញឡើងបានអូខេខ្ញុំយកប៉ុណ្នេះបន្ទាប់មកខ្ញុំចង់ឲ្យវីដេអូហ្នឹងវារៀងមូលចឹងបងប្អូនអរនេះចុចកន្លែងនេះយើងទាញវាចេញក្រៅមកអញ្ចឹងវីដេអូយើងមើលទៅមូលស្អាតបើសិនជាបងប្អូនអរនេះទាញចូលក្នុងវីដេអូយើងគឺជ្រុងដដែលអញ្ចឹងយើងធ្វើការទាញចេញក្រៅបន្តិចមកនឹងភាសាអង់គ្លេសដឹងហៅអីគេទេខ្ញុំអត់ចេះដែរអូខេខ្ញុំយកប៉ុណ្ណឹងបន្ទាប់មកយើងចុចកន្លែង basic វិញមកអញ្ចឹងយើងអាចទាញវីដេអូហ្នឹងទៅណាក៏បានដែរផ្សេងតែយើងចង់ដាក់អញ្ចឹងណាឬក៏បងប្អូនអរគ្នាវីដេអូខ្ញុំវានៅរៀងឈុងខាងក្រោមខ្ញុំធ្វើការចាក់ sound មួយសិនអូខេខ្ញុំចូលមកកន្លែង Mask វិញដើម្បីធ្វើការកែតម្រូវអូខេខ្ញុំកែរួចហើយបន្ទាប់មកយើងចូលមកកន្លែង basic វិញមកអូខេអញ្ចឹងវីដេអូយើងគឺមូលហើយមើលទៅស្អាតនិយាយទៅបងប្អូនអរគ្នាអាចកាត់របៀបដូចជាវីដេអូ reaction ឬក៏ចឹងតែយើងនឹកឃើញគឺយើងអាចលេង style បាន3-4 style ដែរនៅក្នុង Mask ហ្នឹងអញ្ចឹងបងប្អូនទាំងអស់គ្នាពេញចិត្តមួយណាគឺដាក់មួយហ្នឹងទៅហើយសម្រាប់ខ្ញុំគឺចូលចិត្តវីដេអូបែបហ្នឹងមិនថារូបភាពឬក៏វីដេអូទេគឺយើងអាចធ្វើបែបហ្នឹងបានដូចគ្នាអូខេយើងចុចកន្លែង basic មកយើងអាចទាញវីដេអូហ្នឹងទៅដាក់គៀនណាក៏បានដែរយើងគិតថាវីដេអូហ្នឹងវាយ៉ាងធំពេកយើងអាចធ្វើការព្រីព្រមមកអូខេខ្ញុំដាក់ប៉ុណ្ណាអូខេខ្ញុំយកប៉ុណ្ណឹងនេះគ្រាន់តែជាវីដេអូដែលខ្ញុំបរៀនបងប្អូនអរគ្នាធ្វើទេហើយខ្ញុំធ្វើបែបហ្នឹងយូរហើយប៉ុន្តែក៏ខ្ញុំចូលចិត្តក្នុងការចែករំលែកអញ្ចឹងខ្ញុំចេះតែធ្វើវីដេអូចែកជូនបងប្អូនអរគ្នាបានទស្សនាដល់គ្នាផងដែរអូខេអ្នកនរគ្នាអញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចូលចិត្តវីដេអូមួយនេះហើយបើសិនជាមានសំណួរឬក៏មានចម្ងល់អីអាច comment នៅខាងក្រោម YouTube Channel ខ្ញុំបានអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ